Tại vì số ở lối này mình sẽ đáp chụp khmer bị phổ lộc tí group rap ảnh chụp nhật tiết trong nhật tí sập hậu khmer các nhóm nâng mình tỏ người yêu sập hậu rồi bỏ lôวันดีcả ổn chứ mò số bên nâng cả bít dụng bỏ ảnh chú lộn này đạp bà cả pi khai môn chấm ảnh đọc trong này chuẩn chết chân là sọc khmer miền tăng pi sát vật tí đập bay mau bên tai nói năm một panประมาณ174การแต่เมียนจำนวนจานทามเทียดคือ10%ในจำนวนประชาชนខ្មែរទូទាំងប្រទេសតាំងពីពាក់កណ្ដាលសតវត្សទី19មកជនជាតិចិននៅកម្ពុជាក្តាប់វិស័យពាណិជ្ជកម្មវិស័យដឹកជញ្ជូនសឹងតែទាំងអស់រួមបញ្ចូលទាំងសិប្បកម្មទីក្រុងផងទៀតនៅក្នុងវិស័យអប់រំនិងសិក្សាធិការមុនឆ្នាំ1927ខ្មែរយើងរៀនសូត្រតាមសាលាវត្តប៉ុន្តែតាំងពីឆ្នាំនោះមកសាលាវត្តទាំងនោះបានត្រូវកែតម្រង់រៀបចំខ្លួនដើម្បីបោះជំហានឆ្ពោះទៅរកភាពសម័យទំនើបរីឯវិទ្យាល័យស៊ីសវត្តគឺសម្រាប់តែកូនមន្ត្រីបារាំងនិងមន្ត្រីខ្មែរប៉ុណ្ណោះតែមកដល់សម័យសង្គមរាស្ត្រនិយមរបស់សម្ដេចនរោត្តមសីហនុទើបអនុវិទ្យាល័យនិងវិទ្យាល័យចាប់ដើមមាននៅតាមខេត្តហើយតទៅនេះគឺជាវគ្គបន្តការឡើងសោយរាជ្យលើកទី1នៅឆ្នាំ1941នៃព្រះបាទនរោត្តមសីហនុ Premier règne du roi Naram Sihanouk 1941នៅឆ្នាំ1940កងទ័ពជប៉ុនបានចូលមកតាំងទីនៅក្នុងភូមិភាគអាគ្នេយ៍នៃទ្វីបអាស៊ីប្រទេសថៃដែលពេលនោះស្ថិតនៅក្រោមឥទ្ធិពលរបស់ជប៉ុនបានឆ្លៀតយកស្ថានភាពនេះដើម្បីអែបជប៉ុនវាយយកទឹកដីខ្មែរម្ដងទៀតប៉ុន្តែដោយមិនបានសម្រេចគោលបំណងព្រោះតែបារាំងបានកំទេចនាវាចម្បាំងថៃអស់ជប៉ុនក៏ដើរតួជាអាជ្ញាកណ្ដាលវិញប៉ុន្តែក្រោយមកទៀតជប៉ុនបានយកទឹកដីខ្មែរមួយផ្នែកទៅឲ្យថៃគឺទឹកដីដែលបារាំងបានយកមកឲ្យខ្មែរវិញកាលពីឆ្នាំ1907ជប៉ុនមិនហ៊ានប៉ះពាល់ដល់ទីក្រុងសៀមរាបនិងបូរីអង្គរទេគឺរក្សាទុកឲ្យខ្មែរដដែលលួងមនីវង្សមានការអស់សង្ឃឹមយ៉ាងខ្លាំងហើយក៏ចូលជីវង្គតនៅថ្ងៃទី23មេសាឆ្នាំ1941ក្សត្រដែលត្រូវស្នងរាជនៅពេលនោះមានយ៉ាងហោចណាស់ក៏2អង្គដែរគឺព្រះអង្គម្ចាស់ស៊ីសវត្តមុនីរ៉េតបុត្រច្បងរបស់ព្រះបាទមុនីវង្សនិងព្រះអង្គម្ចាស់ស៊ីសវត្តយុទ្ធវង្សដែលជាបុត្រពៅរបស់ព្រះអង្គម្ចាស់ចម្រើនវង្សដែលជាខ្សែព្រះបាទអង្គអេងនិងអ្នកអង្គម្ចាស់ក្សត្រីស៊ីសវត្តយុពិផាត់ប៉ុន្តែដោយច្បាប់បន្តរាជបានត្រូវកំណត់យកចាប់តាំងត្រឹមពីខ្សែព្រះរាជវង្សព្រះបាទអង្គឌួងគេពុំរាប់បញ្ចូលព្រះអង្គម្ចាស់យុទ្ធវង្សផងទេនៅចំពោះមុខបញ្ហាដ៏ស្មុគស្មាញនេះឧត្តមនាវីបារាំង Jean de Coux យល់ឃើញថាដើម្បីជៀសវាងទំនាស់រវាងព្រះរាជវង្សស៊ីសវត្តនិងព្រះរាជវង្សនរោត្តមគេត្រូវជ្រើសរើសយកក្សត្រអង្គណាដែលចាប់ខ្សែព្រះរាជវង្សទាំងពីរតែម្ដងដោយអនុវត្តទៅតាមទ្រឹស្ដីនេះឧត្តមនាវីដឺគូក៏ដាក់ព្រះអង្គម្ចាស់នរោត្តមសីហនុឲ្យឡើងគ្រងរាជបន្តពីលួងមនីវង្សព្រះបាទនរោត្តមសីហនុនៅពេលនោះមានជន19ព្រះវស្សាព្រះអង្គកំពុងតែបំពេញវិជ្ជានៅវិទ្យាល័យ Chaslou Loba នៅទីក្រុង Saigon ព្រះបាទនរោត្តមសីហនុជាបុត្ររបស់ព្រះអង្គម្ចាស់នរោត្តមសុរាមរិទ្ធនិងព្រះអង្គម្ចាស់ក្សត្រីស៊ីសវត្តកុសុមៈដែលជាបុត្រីរបស់លួងស៊ីសវត្តមនីវង្សជាមួយនឹងព្រះអង្គម្ចាស់ក្សត្រីកាន់វិមាននរលក្ខទេវីបុត្រីរបស់ព្រះអង្គម្ចាស់នរោត្តមហសកាន់ព្រះអង្គម្ចាស់នរោត្តមហសកាន់ជាព្រះរាជបុត្ររបស់ព្រះបាទនរោត្តមរីឯព្រះអង្គម្ចាស់នរោត្តមសុរាមរិទ្ធជាបុត្ររបស់ព្រះអង្គម្ចាស់សុទ្ធរតន៍ដែលជាព្រះរាជបុត្ររបស់ព្រះបាទនរោត្តមដែរតាមការយល់ឃើញរបស់អ្នកវិភាគខ្លះការដែលបារាំងបានសម្រេចជ្រើសរើសយកព្រះអង្គម្ចាស់នរោត្តមសីហនុគឺមកពីបារាំងចង់ផ្លាស់វេនពីព្រះរាជវង្សស៊ីសវត្តមកព្រះរាជវង្សនរោត្តមវិញម្ដងដើម្បីលុបបំបាត់អនុស្សាវរីយ៍អាក្រក់ទាក់ទងនឹងព្រះអង្គម្ចាស់យុគន្ធរតាមប្រភពខ្លះទៀតព្រះអង្គម្ចាស់នរោត្តមសីហនុអាចនឹងមានយុទ្ធសាស្ត្រទន់ភ្លន់ជាមួយបារាំងជាងព្រះអង្គម្ចាស់ស៊ីសវត្តមុនីរ៉េតការពិតព្រះអង្គម្ចាស់នរោត្តមសីហនុមានលក្ខណៈពិសេសមួយគឺព្រះអង្គចេះសម្របតាមស្ថានភាពទោះបីជាឥរិយាបថប្រកបទៅដោយគ្រោះថ្នាក់ក្តីនៅក្នុងទសវត្សរ៍1940
ព្រះបាទនរោត្តមសីហនុត្រូវប្រជុំមុខនឹងចលនាទាមទារឯករាជ្យរបស់បញ្ញវន្តខ្មែរដឹកនាំដោយសឿង ង៉ុកថាញ់ហើយបន្តមកទៀតត្រូវទប់ទល់នឹងគណៈបកប្រជាធិបតេយ្យជាពិសេសនឹងព្រះអង្គម្ចាស់ស៊ីសុវត្ថិយុត្តិវង្សដែលបានត្រូវគេចាត់ទុកថាជាបញ្ញវន្តអ្នកដ៏ឆ្នើមនិងដ៏វិសេសវិសាលព្រះអង្គម្ចាស់យុត្តិវង្សមិនត្រឹមតែមានសញ្ញាបត្របណ្ឌិតរដ្ឋខាងរូបវិទ្យានៃសាកលវិទ្យាល័យបារាំងប៉ុណ្ណោះទេគឺថែមទាំងមានបទពិសោធន៍នយោបាយផងទៀតនៅពេលដែលព្រះអង្គម្ចាស់នរោត្តមសីហនុឡើងគ្រងរាជ្យប្រទេសកម្ពុជាស្ថិតនៅក្នុងស្ថានភាពមួយដ៏ស្មុគស្មាញកាលនោះប្រទេសបារាំងក្រោមការដឹកនាំរបស់សេនាប្រមុខប៉េតាំងត្រូវកងទ័ពអ៊ីតាលីចូលឈ្លានពានទឹកដីរីឯប្រទេសកម្ពុជាវិញក៏ស្ថិតនៅចំពោះមុខការគំរាមកំហែងពីសំណាក់ប្រទេសថៃនិងពីកងទ័ពជប៉ុនដែរចលនាបញ្ញវន្តខ្មែរប្រឆាំងនឹងបារាំងក្រោមការដឹកនាំរបស់សឿង ង៉ុកថាញ់សង្ឃឹមថាជប៉ុនអាចជាបង្អែកមួយក្នុងការតស៊ូរបស់គេទៀតផងនៅថ្ងៃ20កក្កដាឆ្នាំ1942ក្រោមការដឹកនាំរបស់សឿង ង៉ុកថាញ់មហាបាតុកម្មប្រឆាំងនឹងបារាំងមួយបានផ្ទុះឡើងនៅកណ្ដាលទីក្រុងភ្នំពេញព្រះសង្ឃជាច្រើនអង្គបានចូលរួមបាតុករមួយចំនួនជាអាចារ្យហែមជាវលោកប៉ែកឈឿនលោកប៊ុនច័ន្ទមុលជាដើមបានត្រូវបារាំងចាប់យកទៅដាក់គុកនៅកោះត្រឡាចរីឯលោកសឿង ង៉ុកថាញ់លោកបានគេចរួចផុតពីការចាប់ខ្លួនហើយរត់ភៀសខ្លួនទៅដល់ទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃ6មិថុនាឆ្នាំ1944ប្រទេសបារាំងចាប់ផ្ដើមរំដោះខ្លួនចេញពីរបបអ៊ីតាលីហើយនៅថ្ងៃ24សីហាឆ្នាំដដែលនោះឧត្តមសេនីយ៍ដឺហ្គោលលើ General de Gaulle និងអ្នកតស៊ូបារាំងបានដណ្ដើមយកទីក្រុងប៉ារីពីអាល្លឺម៉ង់បានមកវិញនៅខែកុម្ភៈឆ្នាំ1945យន្តហោះសម្ព័ន្ធមិត្តប្រឆាំងនឹងអ៊ីតាលីគឺបារាំងនិងអាមេរិកបានទម្លាក់គ្រាប់បែកទៅលើទីក្រុងភ្នំពេញដើម្បីកំទេចទីតាំងកងទ័ពជប៉ុនប៉ុន្តែនៅថ្ងៃ9មីនាឆ្នាំដដែលជប៉ុនបានវាយទីតាំងបារាំងនៅកម្ពុជាបានវិញហើយនៅថ្ងៃ12មីនាជំរុញឲ្យព្រះមហាក្សត្រខ្មែរប្រកាសឯករាជ្យបញ្ចប់អាណាព្យាបាលបារាំងនៅស្រុកខ្មែរកងទ័ពជប៉ុនដឹកនាំដោយឧត្តមសេនីយ៍តូជូបានស្នើឲ្យលោកតាន់ប៉ាធ្វើប្រមុខរដ្ឋាភិបាលខ្មែរលោកតាន់ប៉ាដែលជាសេដ្ឋីចិនម្នាក់មានឥទ្ធិពលនៅស្រុកខ្មែរពុំព្រមទទួលភារកិច្ចនេះទេនៅទីបំផុតឧត្តមសេនីយ៍ជប៉ុនក៏តែងតាំងលោកអ៊ុងហ៊ីជានាយករដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីដែលចាត់តាំងនៅថ្ងៃ9មីនាឆ្នាំ1945នោះមានលោកទាសានជាអ្នកទទួលបន្ទុកខាងភស្តុភារលោកមាសណាល់ខាងអប់រំជាតិលោកច័ន្ទណៈក្រសួងយុត្តិធម៌ព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណាទទួលបន្ទុកខាងសេដ្ឋកិច្ចលោកស៊ុំហៀងក្រសួងមហាផ្ទៃនៅថ្ងៃ16មេសាលោកប៉ែននុតត្រូវតែងតាំងជាអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុដោយមានលោកប្រាក់ប្រាព្រួងជាអធិការហិរញ្ញវត្ថុបន្ថែមទៀតព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុក៏បានត្រូវបង្ខំចិត្តដឹកនាំអង្គប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីនេះដែរប៉ុន្តែតែនៅថ្ងៃ6មិថុនាលោកសឿង ង៉ុកថាញ់ដែលទៅនឹងវិលត្រឡប់មកពីប្រទេសជប៉ុនបានត្រូវតែងតាំងជារដ្ឋមន្ត្រីការបរទេសបន្ទាប់មកនៅថ្ងៃ10សីហាឆ្នាំ1945ដដែលនោះលោកសឿង ង៉ុកថាញ់បានត្រូវតែងតាំងជារដ្ឋមន្ត្រីទី1តែម្ដងសមាជិកគណៈរដ្ឋមន្ត្រីដែលបានត្រូវតាំងនៅថ្ងៃ14សីហាគឺ4ថ្ងៃក្រោយមកមានជាអាចព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណារដ្ឋមន្ត្រីកសិកម្មលោកស៊ុំហៀងរដ្ឋមន្ត្រីមហាផ្ទៃលោកប៉ែកឈឿនរដ្ឋមន្ត្រីភស្តុភារលោកវ៉ាកាម៉ែលខាងធម្មការលោកពីទូដឺម៉ុងតេរ៉ូខាងយុទ្ធធម៌លោកខឹមទឹកខាងការពារប្រទេសលោកញឹកជូឡុងសេដ្ឋកិច្ចលោកប៉ែននុតហិរញ្ញវត្ថុមួយថ្ងៃក្រោយមកជប៉ុនប្រកាសចុះចាញ់សង្គ្រាមហើយបារាំងក៏វិលមកឥណ្ឌូចិនវិញនៅថ្ងៃ15តុលាឧត្តមសេនីយ៍បារាំងលើក្លែមកដល់ទីក្រុងភ្នំពេញហើយចាប់លោកសឿង ង៉ុកថាញ់យកទៅដាក់គុកនៅប្រទេសបារាំងការទាមទារឯករាជ្យនិងការកកើតឡើងនៃគណបក្សប្រជាធិបតេយ្យ vers l'indépendance nationale et la création du Parti démocrate នៅពេលដែលព្រះបាទនរោត្តមសីហនុបានត្រូវអភិសេកជាព្រះមហាក្សត្រនៃប្រទេសកម្ពុជាគឺនៅថ្ងៃ28តុលាឆ្នាំ1941ព្រះអង្គមានព្រះជន្ម19ព្រះវស្សាកាលព្រះអង្គនៅជាព្រះរាជកុមារព្រះរាជហោរារបស់ហ្លួងមុនីវង្សបានទស្សន៍ទាយថាព្រះអង្គនឹងកាន់មុខតំណែងមួយដ៏ធំក្នុងព្រះរាជាណាចក្រប៉ុន្តែព្រះអង្គត្រូវប្រយុទ្ធនឹងសត្រូវក្រាក់ៗដោយកិច្ចបំផុតទ
ទំនេរនេះក៏ពុំខុសប៉ុន្មានដែរព្រោះថាបន្ទាប់ពីបានប្រយុទ្ធនឹងគូប្រជែងព្រះអង្គត្រូវប្រយុទ្ធនឹងសត្រូវដែលមានឫទ្ធិអំណាចខ្លាំងក្លាអស្ចារ្យថែមទៀតនៅឆ្នាំ1949នៅពេលដែលគណបកប្រជាធិបតេយ្យបានបាត់បង់អ្នកដឹកនាំសំខាន់ៗរបស់គេសឹងតែអស់ព្រះបាទនរោត្តមសីហនុចាប់ផ្ដើមទទួលជ័យជំនះជាបន្តបន្ទាប់នៅក្នុងឆាកនយោបាយក្នុងប្រទេសគឺជ័យជំនះនេះហើយដែលបានកំណត់ជោគវាសនារបស់ប្រទេសកម្ពុជាជាង20ឆ្នាំក្រោយមកឬក៏រហូតមកដល់សប្តាហ៍ថ្ងៃនេះផងក៏អាចថាបានពីពេលបានឯករាជ្យនៅឆ្នាំ1953មកដល់ឆ្នាំ1968ប្រវត្តិវិទូខ្លះយល់ថាជាសម័យរុងរឿងដែលប្រជាកសិកររស់នៅក្នុងសុខសន្តិភាពហើយមានជីវភាពមិនសូវជាយ៉ាប់យ៉ឺនប៉ុន្មានចំពោះមតិខ្លះទៀតគឺជាសម័យដែលមហាព្យុះសង្ឃរាមួយបានបោកបក់វក់វីទៅលើនាវាកំសត់តូចមួយដែលអណ្ដែតត្រសែកទៅតាមរលកដ៏ធំមហិមានៃមហាសាគរតាមការពិតទៅវាសនារបស់ប្រទេសកម្ពុជាក៏ជាវាសនារបស់អ្នកដឹកនាំខ្មែរនៅពេលនោះដែរពុំអាចកាត់ផ្ដាច់ចេញពីការប្រទាញប្រទង់ពីការវិវាទរវាងប្រទេសមហាអំណាចបានទេគឺថាបើចូលទៅខាងធ្លុងមហាអំណាចណាមួយនឹងត្រូវមកខាងទៀតវាយសម្ប៉ែតដូចទៅគ្នាខ្ញុំនឹងនិយាយរៀបរាប់អំពីការប្រជែងកម្លាំងគ្នានេះជាបន្តមកទៀតរជ្ជកាលព្រះបាទនរោត្តមសីហនុមានការច្រើនដំណាក់កាលដែលបារាំងវិលត្រឡប់មកកម្ពុជាវិញអាចចាត់ទុកថាជាដំណាក់កាលទី2ដើម្បីស្រួលយល់អំពីដំណាក់កាលទី2នេះខ្ញុំសូមបញ្ជាក់ថាចាប់តាំងពីឆ្នាំ1943ទៅព្រះបាទនរោត្តមសីហនុត្រូវប្រយុទ្ធនឹងគូប្រជែងផងនិងគូសត្រូវផងពេលខ្លះគូប្រជែងคล้ายទៅជាគូសត្រូវហើយសត្រូវคล้ายទៅជាសម្បណ្ឌមិត្តគូប្រជែងខ្លះបានបាត់បង់ជីវិតនៅក្នុងវីរភាពខ្លះទៀតសុខចិត្តជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គហើយខ្លះទៀតបាត់បង់ទ្រព្យសម្បត្តិកិត្តិយសអស់គ្មានសល់នៅក្នុងរយៈពេលជាងកន្លះសតវត្សរ៍កន្លងមកនេះក្រោមការដឹកនាំរបស់ព្រះបាទនរោត្តមសីហនុក៏ដូចជារបស់តួអង្គនយោបាយនានាទៀតដែរប្រទេសកម្ពុជាបានប្រយុទ្ធទាមទារឯករាជ្យយ៉ាងស្វិតស្វាញហើយក្រោយមកទៀតត្រូវប្រទេសមហាយៈនានាប្រទាញប្រងដោយឥតអាសូរយោងទៅតាមមតិខ្លះសោកនាដកម្មរបស់ខ្មែរគឺបណ្ដាលមកពីការដែលប្រទេសមហាយៈទាំងឡាយនោះបានយកតំបន់ឥណ្ឌូចិនទាំងមូលធ្វើជាលានប្រយុទ្ធដើម្បីដណ្ដើមឥទ្ធិពលគ្នាតែម្ដងរីឯប្រទេសកម្ពុជាក៏ធ្វើការទាមទារឯករាជ្យរបស់ខ្លួននៅពេលព្យុះសង្ឃរានោះដែរគឺនៅពេលមួយដែលនៅក្នុងពិភពលោកទាំងមូលប្រទេសដែលត្រូវគេធ្វើអាណានិគមបាននាំគ្នាងើបឡើងប្រឆាំងនឹងពួកអាណានិគមនិយមតទៅនេះខ្ញុំសូមជូននៅទិដ្ឋភាពខ្លះៗនៃការតស៊ូដ៏សម្បើមអស្ចារ្យនេះដែលមានលក្ខណៈដ៏ស្មុគស្មាញព្រោះតែវរៈជនខ្មែរអ្នកស្នេហាជាតិបានកំណត់យុទ្ធសាស្ត្រនិងបានជ្រើសរើសយកមនោគមវិជ្ជានិងបង្អែកខុសៗពីគ្នានៅថ្ងៃទី6និងទី9សីហាឆ្នាំ1945បន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូទៅលើយីរ៉ូស៊ីម៉ានិងណាហ្គាហ្សាគីគឺ4ឆ្នាំក្រោយសោកនាដកម្មនៅ Pearl Harbor កងទ័ពជប៉ុនត្រូវដកថយចេញពីតំបន់ដែលគេបានសាកល្បងកាន់កាប់បារាំងក៏បានវិលមកឥណ្ឌូចិនវិញនៅថ្ងៃទី14ដុល្លារឆ្នាំដដែលឧត្តមសេនីយ៍បារាំងលើកលែបានបញ្ជាឲ្យចាប់លោកសឿងអុកថាញ់ហើយបញ្ជូនទៅដាក់ពន្ធនាគារនៅប្រទេសបារាំងព្រះបាទនរោត្តមសីហនុដែលបានទៅសាងព្រះភ្នោះនៅវត្តបទុមវតីបានត្រូវបារាំងមកទទួលយាងត្រឡប់ទៅព្រះបរមរាជវាំងវិញបន្ទាប់ពីបានសន្ទនាជាមួយស្នងការទី1នៃសាធារណរដ្ឋបារាំងគឺវរៈសេនីយ៍ឯកហ៊ុយអព្រះបាទនរោត្តមសីហនុបានតែងតាំងព្រះអង្គម្ចាស់ស៊ីសវត្តមុនីរ៉េតជាព្រះបេតុលាឲ្យធ្វើជានាយករដ្ឋមន្ត្រីហើយបន្តការកសាងវាសនាប្រទេសកម្ពុជាជាមួយបារាំងសារជាថ្មីទៀតប៉ុន្តែដោយឈរនៅលើមូលដ្ឋានមួយថ្មីដែលគេហៅថា Modus Vivendi គឺកិច្ចសន្យាមួយជាបណ្ដោះអាសន្នដែលខ្មែរនិងបារាំងត្រូវអត់ឱនឲ្យគ្នាទៅវិញទៅមកសិនទម្រាំរកដំណោះស្រាយបាននៅឆ្នាំបន្ទាប់មកគឺនៅថ្ងៃ7មករាឆ្នាំ1946អ្នកតំណាងខាងខ្មែរនិងបារាំងបានចុះហត្ថលេខាទៅលើកិច្ចសន្យាបណ្ដោះអាសន្ននោះរដ្ឋាភិបាលដែលដឹកនាំដោយព្រះអង្គម្ចាស់មុនីរ៉េតនៅពេលនោះមានសមាជិកភាពដូចតទៅព្រះអង្គម្ចាស់ស៊ីសវត្តមុនីពងទទួលបន្ទុកខាងអប់រំជាតិនិងកិច្ចការក្រៅប្រទេស
លោកញឹកគូឡុងខាងហេរញ្ញវត្ថុលោកស៊ុំហៀងធម្មការនិងវិចិត្រសិល្បៈលោកខឹមទិតដែលជាអតីតរដ្ឋមន្ត្រីការពារប្រទេសរបស់លោកសឹងងកថាញ់ហើយដែលក្រោយមកបានតាមឧត្តមសេនីយ៍លេក្លែតាំងពីទីក្រុងសៃហ្គនមកបានត្រូវតែងតាំងជារដ្ឋមន្ត្រីសុខាភិបាលនិងសាធារណការលោកច័ន្ទណៈកាន់ខាងយុត្តិធម៌ហើយលោកវ៉ាកាម៉ែលទទួលបន្ទុកខាងសេដ្ឋកិច្ចនៅពេលដែលប្រទេសវៀតណាមប្រយុទ្ធតស៊ូរបស់ប្រទេសរបស់គេចេញពីបារាំងតាមផ្លូវអាវុធដោយមានការគាំទ្រពីចលនាកុម្មុយនីសអន្តរជាតិនិងពីប្រទេសកុម្មុយនីសជាបន្តបន្ទាប់ប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងធ្វើការតស៊ូទាមទារឯករាជ្យរបស់ខ្លួនយ៉ាងសកម្មណាស់ដែរប៉ុន្តែដោយមធ្យោបាយផ្ទាល់ខ្លួនសុទ្ធសាធនៅខណៈនោះនៅប្រទេសបារាំងបញ្ញវន្តខ្មែរមួយចំនួនក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់យុទ្ធវង្សក៏នាំគ្នាគិតគូរយ៉ាងខ្លាំងពីបញ្ហាឯករាជ្យនេះដែរបញ្ញវន្តដែលគេបានស្គាល់ឈ្មោះជាងគេនៅពេលនោះមានជាអាចលោកឈៀនវ៉មលោកថុនអ៊ុកលោកងិនការ៉េតបញ្ញវន្តនេះនឹងដើរតួនាទីមួយដ៏សំខាន់នៅក្នុងឆាកនយោបាយខ្មែរនៅចន្លោះឆ្នាំ1946ដល់1949ជាពិសេសក្នុងការពង្រឹងយុទ្ធសាស្ត្ររបស់គណបកប្រជាធិបតេយ្យដែលបានចាប់បដិសន្ធិនៅកម្ពុជានៅខែមីនាឆ្នាំ1946សូមបញ្ជាក់ថានៅពេលក្រោយនេះបន្តិចព្រះអង្គម្ចាស់យុទ្ធវង្សបានយាងត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីជួយពង្រឹងជំហរគណបកប្រជាធិបតេយ្យខ្ញុំនឹងនិយាយរៀបរាប់ពីការកកើតឡើងនិងពីសកម្មភាពរបស់គណបកនេះនៅពេលក្រោយជាបន្តបន្ទាប់ប៉ុន្តែមុននឹងឈានទៅដល់ដំណាក់កាលនោះខ្ញុំសូមបញ្ជាក់ថាបន្ទាប់ពីការចុះហត្ថលេខាទៅលើកិច្ចសន្យាបណ្ដោះអាសន្នរវាងបារាំងនិងខ្មែរនៅថ្ងៃទី7មករាឆ្នាំ1946ប្រទេសកម្ពុជាបានរៀបចំស្ថាប័ននយោបាយថ្មីមួយដែលបើកឲ្យមានការបោះឆ្នោតជ្រើសតាំងសមាជិកសភាពិគ្រោះមួយដែលមានភារកិច្ចរៀបចំរដ្ឋធម្មនុញ្ញការបោះឆ្នោតបានប្រព្រឹត្តទៅនៅថ្ងៃទី1កញ្ញាឆ្នាំ1946ហើយគណបកប្រជាធិបតេយ្យក៏បានទទួលជ័យជំនះដ៏ត្រចះត្រចង់អរលោកនាងមានស្ដាប់ជាទីគោរពរាប់អានខ្ញុំសូមសេះអំណានសិភៅរឿងសុបិននិងការពិតរបស់លោកវ៉ាន់ឌីក៏តែប៉ុណ្ណេះសិនបាទចាំថ្ងៃក្រោយខ្ញុំនឹងលើកយកវគ្គស្ដីពីរបបរាជានិយមទេវរាជទៅកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដោយ Devaraja à la monarchie constitutionnelle យកមកអានជូនលោកនាងស្ដាប់បាទសម្រាប់ថ្ងៃនេះសូមអរគុណតាមស្ដាប់និងជម្រាបលាបាទ